ស្ដីពុកម៉ែបងប្អូនអរគ្នាបានទស្សនាវីដេអូនេះគឺជាដំណើរកម្សាន្តអេពីសូតទី2នៅខាងទឹកដីបាត់ដំបងឥឡូវនេះយើងកំពុងតែធ្វើដំណើរចេញពីស្ទឹងកញ្ញូយើងទៅខាងវាលច្បាំងបាទឥឡូវយើងបានមកដល់ទីតាំងហើយបាទឥឡូវនេះពួកខ្ញុំបានធ្វើដំណើរជិះចូលទៅក្នុងតែម្ដងបាទខាងក្នុងវាលចម្បាំងនេះគឺស្អាតមែនទែនណាតាមផ្លូវពុកពេញទៅដល់ដើមឈើបាទរុក្ខជាតិពណ៌បតងមានភ្នំព្រៃព្រឹក្សាបាទហើយអាកាសធាតុនៅទីនេះគឺស្រស់ស្រាយបាទតែខែនេះដែលខ្ញុំមកហ្នឹងរៀងក្តៅបន្តិចបាទប៉ុន្តែទេសភាពនៅទីនេះគឺអាមបាទលោកគ្រូវត្តកំពុងតែឡើងកាច់មេឈើដែលងាប់បាទជិះវាងការធ្លាក់មកចំតង់ចំអ្នកនៅខាងក្រោមហើយមេឈើហ្នឹងយើងយកធ្វើអុសកាត់ភ្លើងយកឡើងមកណាទេសភាពបាទយើងបោះតង់លើធ្នើនៅម្ដងបាទយើងប្រមូលអុសមកដាក់ក្នុងថ្មរង្វង់ថ្មហ្នឹងហើយយកឡើងយើងធ្វើការដុតបាទបន្ទាប់ពីរៀបចំកិច្ចការងារហើយបាទចាប់ផ្ដើមអាំងសាច់ហើយហូបបាយថ្ងៃត្រង់បាទហើយបន្ទាប់ពីហូបបាយថ្ងៃត្រង់ហើយពួកខ្ញុំបានសម្រាកបន្តិចហើយទៅធ្វើដំណើរឡើងទៅលើភ្នំបាទហើយឥឡូវនេះខ្ញុំបានមកដល់ហើយទីតាំងត្រូវឡើងបាទគឺខ្ពស់ហួរសមបាទកម្មយដាធ្វើការឡើងទៅហើយមួយហត់ណាបាទហត់ដោយសារតែខ្ពស់ហើយក្តៅមេឃក្តៅទៀតបាទអញ្ចឹងហត់ខ្លាំងបាទដើរសម្រាប់ឥឡូវពួកខ្ញុំបានមកដល់ឡើងលើបាទខាងលើទេសភាពគឺស្អាតបាទហើយឡើងមកដល់លើគឺខ្យល់ខ្លាំងបាទមិនសូវជាក្តៅទេបាទឡើងមកដល់លើខ្យល់បក់មកហើយបាទបន្ទាប់ពីឡើងមកលេងបានមកសបកធំក៏ចុះមកវិញរៀបចំមកកាត់ភ្លើងដើម្បីអាំងសាច់អាំងពោតអីចឹងណាហើយល្ងាចនេះបាទយប់នេះគឺអាំង barbecue ជុំគ្នាបាទសម្រាប់ម្ហូបយប់នេះបាទហើយយើងរួមផ្សំទាំងពោតដែរបាទយើងអាំងយើងហូបអង្គុយលេងស្ដាប់ចម្រៀងច្រៀងលេងជុំបងប្អូនយើងនៅទីនេះបាទហើយលោកប្អូនបាទគាត់សប្បាយចិត្តណាយប់នេះបាទនៅក្រាស់ឆាតមកបាទអង្គុយញឹមអ្នកឯងហើយនេះគឺជាទេសភាពព្រឹកឡើងមកគឺស្អាតមែនទែនបាទមេឃគឺស្អាតមកបែកពណ៌ចេញមកក្រេឌៀនតែម្ដងបាទហើយត្រង់ចំណុចនេះគឺព្រះអាទិត្យរះមកបាំងភ្នំទម្រាំតែរះមកផុតគឺអស់អាទិត្យភាពពណ៌ក្រហមដែលយើងត្រូវថតឲ្យវាស្អាតហើយព្រឹកឡើងក៏ឆុងមីហើយដាក់កាហ្វេដើម្បីត្រពុះដើម្បីត្រៀមចេញដំណើរទៅវិញបាទឥឡូវពួកខ្ញុំចាប់ផ្ដើមរៀបចំបតង់បដាហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃដំណើរកម្សាន្ត2យប់3ថ្ងៃរបស់ពួកខ្ញុំទាំងអស់គ្នាបាទហើយអរគុណពុកម៉ែបងប្អូនសម្រាប់ទស្សនាវីដេអូនេះពីដើមដល់ចុងបញ្ចប់ផងដែរសូមអរគុណជួបគ្នានៅវីដេអូក្រោយ